ហើយខ្ញុំរស់នៅប្រទេសកូរ៉េរយៈពេល9ឆ្នាំហើយខ្ញុំគិតថាបើសិនជាខ្ញុំនៅបន្តធ្វើនៅការនៅស្រុកគេមួយជីវិតគឺអត់កើតទេអញ្ចឹងយើងត្រូវរកការគិតរបស់យើងមួយស្វែងយល់ពីចំណេះដឹងឬមួយក៏អ្វីដែលយើងចូលចិត្តជំនាញយើងចង់បានគឺខ្ញុំក៏សម្រេចចិត្តខ្ញុំក៏បានឃើញអូ Facebook ឃើញpage RTS ហ្នឹងមជ្ឈមណ្ឌលកាត់សក់ហ្នឹងបាទហើយខ្ញុំមើលតាមដានវីដេអូ page ហ្នឹងដល់ពេលគាត់ថាខ្ញុំឆ្លាញ់លើវិស័យហ្នឹងដែរមិត្តភក្តិដែលនៅកូរ៉េគេដឹងហើយខ្ញុំធ្លាប់កាត់សក់ឲ្យមិត្តភក្តិអស់នៅហ្នឹងអញ្ចឹងហើយខ្ញុំក៏តាមដានវីដេអូថាទទួលយកថាវ៉ាវខ្ញុំឃើញវីដេអូល្អហើយចែករំលែកមកគឺបទពិសោធន៍ហើយការរៀនបងអីនៅសាលាអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវមកវិញខ្ញុំឡើងនៅប្រទេសកូរ៉េទៀតហើយមិនមែនឡើងនៅហ្នឹងខ្ញុំបានលុយច្រើនអីទូធាទេគឺខ្ញុំគិតថាខ្ញុំត្រូវចាប់ជំនាញចំណេះមួយដើម្បីខ្លួនឯងដើម្បីអនាគតទៅមុខទៀតយើងអត់អាចទៅធ្វើបម្រើគេនៅរហូតបាននៅប្រទេសគេហ្នឹងហើយខ្ញុំក៏ចាប់អារម្មណ៍ខ្ញុំមកវិញខ្ញុំគោលដៅខ្ញុំដាក់មកវិញខ្ញុំគិតថាខ្ញុំមកនឹងខ្ញុំចុះឈ្មោះចូលរៀននៅសាលាមកហើយខ្ញុំបដោតការយកចិត្តទុកដាក់រៀនសូត្រដើម្បីឲ្យយើងមានចំណេះការខ្លាំងហើយបាទអារម្មណ៍នឹកខ្លាំងមែនទែនហ្មងនឹកមិនអាចថាចង់ជួយយើងនៅស្រុកគេយើងអាចប៉ះអ្នកម្ដាយប៉ះបុគ្គលមកយើងអីបានទេយើងថាយើងនឹកឯកាយើងនឹកខ្លាំងខ្ញុំនឹកខ្លាំងហ្មងឯកាមែនទែនហ្មងសុបាយមកដល់ជាន់ទឹកដីខ្មែរចុះទៅលើចន្ទះមកខ្ញុំយកជើងដាក់មកលើដីខ្ញុំមកដល់ស្រុកកំណើតខ្ញុំវិញហើយខ្ញុំមានអារម្មណ៍ថាខ្ញុំធូរអស់ពីក្នុងអារម្មណ៍ធូរស្រាយហ្មងសុបាយនឹងមកដល់ហ្នឹងខ្ញុំនៅកូរ៉េខ្ញុំធ្វើនៅកប៉ាល់សារកប៉ាល់ដំឡើងកប៉ាល់ខ្ញុំនៅធ្វើការនៅហ្នឹងខ្ញុំមានសារខ្លះជូនទៅដល់បងប្អូនពលករយើងនៅស្រុកគេនៅដូចជាកូរ៉េនៅថៃនៅគ្រប់ប្រទេសដែលយើងគួរតែដាក់ចិត្តមួយថាយើងមិនអាចធ្វើការឲ្យគេនៅប្រទេសគេហ្នឹងមួយជីវិតទេព្រោះយើងត្រូវការមកជួបជុំគ្រួសារយើងត្រូវអីដែរអញ្ចឹងយើងត្រូវរកជំនាញមួយច្បាស់លាស់ដើម្បីខ្លួនឯងឆ្ពោះទៅមុខហើយឲ្យយើងមានកម្រៃជីវភាពយើងទូធាទៅមុខហ្នឹងហើយយើងគិតថាយើងស្រឡាញ់អីយើងត្រូវតែផ្ដោតទៅលើហ្នឹងឧទាហរណ៍ស្រឡាញ់ខ្ញុំស្រឡាញ់កាត់សក់ខ្ញុំចូលចិត្តហ្នឹងអញ្ចឹងខ្ញុំផ្ដោតទៅលើវិស័យកាត់សក់ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈកាត់សក់និងការដឹកនាំគ្រប់គ្រងអាជីវកម្មហាងកាត់សក់នៅ RTS រៀនបណ្ដាលអនុវត្តបណ្ដាលរៀនត្រឹមតែ6ខែធានាមានជំនាញអាជីពរកចំណូលបានពេញមួយជីវិត